អត់តោះលោកស្រីប្រធានខ្ញុំដាច់លុយឡើងចិត្តដាច់ខ្យល់ហើយចិត្តជុលឆ្នាំទៀតមិនបានប្រាក់ខែ3នៅអត់ទាន់បើកឲ្យខ្ញុំអញ្ចឹងមើលគេផ្សេងចាយឡើងដាច់លុយវិញទៀតហើយណែកុំមកទាលុយបែបនេះវាអប់រិស័យខ្ញុំមនុស្សខ្ញុំកាន់គ្រូបំរាមធ្ងន់ណាស់អ្នកណាក៏ដោយឲ្យតែហ៊ានទាលុយគឺអប់រិស័យដល់ខ្ញុំហើយលោកស្រីប្រធានចុះបើមិនឲ្យខ្ញុំទាមិនបានមិនបើកលុយឲ្យខ្ញុំមកនឹងអាលខ្ញុំចាយឲ្យដាច់លុយដូចគេដែរបើកឲ្យក៏ដាច់លុយមិនបើកឲ្យក៏ដាច់លុយមិនឃើញដាច់ខ្យល់អីផងអញ្ចឹងទុកថាខ្ញុំទុកលុយឲ្យទៅវិធីមិនបាច់ទាទេលុយប្រាក់ខែ3របស់សីតាឯងខ្ញុំដកចាយអស់ហើយព្រោះសីតាឯងឆុងខែ3នេះត្រូវបើកគួបចុងខែ4បានរិស័យខ្ញុំឡើងរឿងរិស័យរឿងហុងស៊ុយរបស់លោកស្រីប្រធានសោះមិនបានមកប៉ះពាល់ដល់លុយប្រាក់ខែខ្ញុំទៅវិញខ្ញុំអត់មានរិស័យមានហុងស៊ុយអីទេខ្ញុំមរស់មកពីស្រីតាឯងមិនគិតរឿងហុងស៊ុយអីនឹងហើយបានតែមរស់ប៉ុណ្ណឹងដូចខ្ញុំនិយាយអញ្ចឹងបើមរស់ហើយកុំចង់ពីរស់រាល់ថ្ងៃនេះកុំតែខ្ញុំទុកលុយឲ្យទេកុំអីគ្មានលុយចាយទេនេះមិនបាច់មកទាលុយខ្ញុំទេប្រាក់ខែគឺបើកដប់ចុងខែហាមទាម្ដងទៀតប្រយ័ត្នអបរិស័យណាលោកស្រីប្រធានអើយបន្ទប់ទឹកដាច់ទឹកឥឡូវឈឺនោមខ្លាំងទៅមកថ្ងៃនេះហើយមិនបានមកប្រាប់ខ្ញុំរឿងអញ្ចឹងទៅវិញអារឿងអាចនោមនេះជារឿងអពមង្គលនិយាយមកនាំតែអបរិស័យខ្ញុំទេខ្ញុំប្រមានណាថ្ងៃក្រោយហាមនិយាយពាក្យហ្នឹងឲ្យខ្ញុំឮទៀតស្ដាប់បានទេនឹងហួយចាលោកស្រីប្រធានខ្ញុំសុំលុយជួលជាងមកតទឹកបើមិនអញ្ចឹងទេអូយរាន់ស្លាប់ហើយណែគ្រាន់តែរឿងស៊ូចសោះក៏ពិបាកវេទនាអីចាំជាងមកតស្អីហ៎ទៅដាក់ផើងដបងយ៉ាក់មុខក្រុមហ៊ុននឹងបន្តិចទៅទុកថាស្រោចទឹកឲ្យរុក្ខជាតិបានបុនផងអត់ទេសម្ោចច្រើនណាស់សុំលុយតទឹកឲ្យហើយមកលោកស្រីប្រធានព្រោះអាហ្នឹងវាសំខាន់សម្រាប់ផលិតភាពការងារប្រចាំថ្ងៃដែរហ្នឹងក៏ហួយអញ្ចឹងតើបានតែនៅតែក្រនេះខ្ញុំប្រាប់ណាឋានៈខ្ញុំខ្ពង់ខ្ពស់ណាស់ជាមេនាងឋានៈតូចទាបសោះហ៊ានហាសុំលុយខ្ញុំជួសជុលប្រគុណអាចធ្វើបែបនេះវាអបរិស័យឆេះហុងស៊ុយខ្ញុំមានគ្រូកាន់ខ្មោចគ្រូក្នុងខ្លួនបញ្ជាក់ប្រាប់ច្បាស់ណាស់ថាមានតែថ្ងៃសុក្រទី13ទេទើបអាចជួសជុលបន្ទប់ទឹកបានបើក្រៅពីនេះធ្វើទៅប្រកាសជារិស័យដាក់អរិយធ្វើខ្មោចកាច់ត្រូវអំពើឈើជ្រុះសក់មិនខានទេឲ្យតែលុយមកខ្ញុំជួលជាងឲ្យធ្វើតើមិនឲ្យលោកស្រីប្រធានទៅជួសជុលផ្ទាល់ឯណានាងហួយបើមិនជឿឲ្យកុំប្រមាថជាការលេងសើចទៀតចាំតែមើលទៅជីវិតនាងឯងគឺនៅក្រោមគេមួយជីវិតហ្នឹងគ្មានរីកចម្រើនតាណាទេចំណែកខ្ញុំមានហុងស៊ុយរាសីថ្ងៃខែត្រឹមត្រូវបើមិនជឿទេណាចេញទៅណាហើយជឿលោកស្រីប្រធានម្ដងទៅចោះព្រោះលោកស្រីអ្នកមាននិយាយអីក៏ត្រូវចង់ថាដកដហើមតាមតិចទៅរាសីឡើងនឹងក៏វាត្រូវដែរខ្ញុំតូចទាបក្រីក្រទោះថាអង្គធ្វើមកពីស្រូវក៏គ្មានអ្នកណាជឿតែរឿងនេះមួយណាជារឿងពិតដែលមិនអាចប្រកែកបានគឺថាលុយកប់កម្រង Met 5G ថ្មីប្រើបានទាំង 4G និង 5G ស័ក្តិសមបំផុតសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់អ៊ីនធឺណិតច្រើនភ្ជាប់ឥឡូវនេះជាមួយជម្រើសដ៏សម្បូរបែបដូចជា Met 5G មួយចំណាយត្រឹមតែ$1.5ក្នុងមួយសប្តាហ៍ទទួលបាន 20G ក៏បី Met 5G 2ចំណាយត្រឹមតែ$2ក្នុងមួយសប្តាហ៍ទទួលបាន 30G ក៏បី Met 5G 6ចំណាយត្រឹមតែ$6ក្នុងមួយខែទទួលបាន 90G ក៏បី Met 5G 10ចំណាយត្រឹមតែ$10ក្នុងមួយខែទទួលបាន 150G ក៏បី Met 5G 15ចំណាយត្រឹមតែ$15ក្នុងមួយខែទទួលបាន 250G ក៏បី Met Phone 5G ផ្លាស់ប្ដូរប័ណ្ណពិសោធន៍ប្រើប្រាស់របស់អ្នកទៅកាន់សម័យថ្មីប័ណ្ណពិសោធន៍ថ្មីល្បឿនលឿនជាងមុនការប្រើប្រាស់កាន់តែងាយស្រួលលេង TikTok scroll Facebook មើល YouTube ដឹងតែ smooth ញាក់ហ្មងមិនចេះតាក់ទេពូមីងអើយថាម៉េចនេះលោកស្រីប្រធានរបស់ពួកឯងអាងអីនិយាយតែរឿងហុងស៊ុយរឿងរាសីអីអញ្ចឹងហ្មងហ៎ណែអារឿងហុងស៊ុយហ្នឹងណាខ្ញុំនេះហើយលេខ1ខាងគិតរឿងហុងស៊ុយរាសីតែខ្ញុំមិនមែនចេះតែដើរជាពាក់លុយគេឲ្យអាងតែរឿងខែថ្ងៃហុងស៊ុយអីអញ្ចឹងទេលោកស្រីហ្នឹងណាកំពុងតែខ្សែលើកូនចៅហើយចាពិតមែនណាលោកស្រីអុកញ៉ាថ្ងៃមុនពងមាន់អាំងជីកាត់គាត់ឲ្យខ្ញុំទៅទិញ5គ្រាប់ឲ្យគាត់ថាឲ្យខ្ញុំចេញលុយសិនដាក់មានណាទាលុយគាត់វិញអត់បានអាចខាតគាត់ថាហុងស៊ុយងើហេងគេអត់ឲ្យចេញលុយថ្ងៃហ្នឹងទេគាត់មានដំណំអីណាក្រោយមកហ្នឹងក៏ស៊ីស្អីហ្នឹងនិយាយតែពីរឿងហុងស៊ុយរាសីហ្នឹងរហូតតែហុងស៊ុយគាត់ណាចំណេញគាត់ទាំងស្រុងពួកយើងកូនចៅក្រដោយសារតែហុងស៊ុយខ្សែលើរបស់គាត់ហ្នឹង
អីទេក៏ហួយចាំខ្ញុំណាតែផ្ដល់មេរៀនមួយឲ្យគាត់បានភ្លឺភ្នែកម្ដងឲ្យដឹងប្រឹងអធិស្ឋានផងបងស្រីក្រុមហ៊ុនថ្នាក់លើបានសម្រេចថាបញ្ឈប់បងស្រីពីប្រធានក្រុមហ៊ុនក្នុងថ្ងៃនេះហើយប្រធានថ្មីគឺក្មួយខ្ញុំវាមកបង្ហាញខ្លួនស្អែកអញ្ចឹងបងស្រីអញ្ជើញរើអវ៉ាន់ភ្លាមទៅហ៎លោកស្រីអុកញ៉ានិយាយមែនឬក៏លេងហ្នឹងងាប់ហើយថ្ងៃនេះខុសមាត់ខុសកស្អីបានអសយតាំងព្រលឹមបែបនេះខ្ញុំខ្ញុំខុសអីជួយបញ្ជាក់ផងឲ្យច្បាស់បានទេអត់មានខុសរឿងការងារអីទេគឺខុសខែឆ្នាំបើតាមជើងលេខគេថាបងស្រីជាមនុស្សចង្រៃក្នុងខែហ្នឹងបើមិនកំចាត់ចោលទេគឺរលាយដោយទាំងខ្ញុំអញ្ចឹងខ្ញុំជឿលើហុងស៊ុយគឺត្រូវតែដកចោលដូចថ្មិញតអញ្ចឹងស្អីគេហុងស៊ុយស្អីជើងលេខស្អីរបស់មើលមិនឃើញផងយកហេតុផលហ្នឹងមកដកខ្ញុំចោលអត់ព្រមទេសាកតែហ៊ានធ្វើមើលខ្ញុំនឹងប្តឹងឲ្យអស់គូតខោឯណាអូពេលហុងស៊ុយលើខ្ញុំបងថាមិនជឿចុះបងឯងយកលេហុងស៊ុយរាសីជើងលេខដើរជពាក់លុយកូនចៅព្រាតមិនក៏សំខាន់ម៉េះដល់ពេលប៉ះពាល់ប្រយោជន៍ខ្លួនឯងបានតវ៉ាណែរឿងជំនួយហុងស៊ុយស្អីគេហ្នឹងណាជឿក៏ល្អដែរកុំតែប៉ះពាល់ដល់ប្រយោជន៍គេក្តៅកាហាយគេអប់រាសីកាន់តែខ្លាំងទៅវិញទេជំនឿជឿបានតែកុំប៉ះពាល់គេអីនាំអប់រាសីរកស៊ីមិនធូរ